នេះជាការបង្ហាញពាក់ព័ន្ធជាមួយនឹងការសរសេរព្រមក្នុងការបង្កើតវីដេអូនៅក្នុង VO3 របស់ Gemini ដែលយើងឃើញដូចរាល់ថ្ងៃអញ្ចឹងគឺវាពេញនិយមមែនទែនក្នុងការបង្កើតវីដេអូដែលប្រើ AI មួយនេះហើយមានបងប្អូនជាច្រើនគាត់ឆ្ងល់សរសេរព្រមមិនដើម្បីឲ្យវាសរសេរខ្មែរហើយមានអ្នកខ្លះក៏គាត់ដឹងដែរហើយអូខេនេះជាការចែកម្លែក free ឥតគិតថ្លៃដែលខ្ញុំដាក់នៅក្នុង channel YouTube ការដំបូងឡើយខ្ញុំគិតថាខ្ញុំនឹងគិតលុយឬក៏ឆាយលុយទៅលើបងប្អូនឲ្យគាត់ចង់រៀនវាហ្នឹងឥឡូវដូចជាថាវាមិនអីទេវាពេញនិយមស្រាប់ហើយវាលេចធ្លោស្រាប់ហើយអញ្ចឹងយើងចែកម្លែកទៅ free ឥតគិតថ្លៃព្រោះខ្ញុំមិនដែលទទួលបានលុយពីការចែកម្លែកទាំងអស់ហ្នឹងទេអូខេពាក់ព័ន្ធជាមួយនឹងអាហ្នឹងដែរគឺបងប្អូនប្រើ Gemini ក្នុងការសរសេរព្រមទៅតែយើងបន្ថែមនៅខ្មែរ Lipsync មានន័យថាយើងឲ្យវានិយាយភាសាខ្មែរបានតែយើងសរសេរខ្មែរមិនតិចប៉ុន្តែព្រមទាំងអស់គឺភាសាអង់គ្លេសអូខេអញ្ចឹងយើងសរសេរដំបូងក្នុងការបង្កើតព្រមបងប្អូនចុចឡើង canvas នឹងសិនមកអូខេឥឡូវយើងសរសេរមកយើងសរសេរជាអង់គ្លេសមកយើងដាក់ថា create prompt for create video ឬក៏ make ចឹងព្រោះយើងដាក់ create មុខហើយvideo ចឹងគឺដាក់ off a Cambodian man ចឹងដែរអូខេយើងដាក់ Cambodian man speaking to his audience ចឹងដែរយើងដាក់ថា audience ចឹងដែរអូខេយើងចង់បានអីផ្លែកយើងទៅសេប្រាប់ពីក្បាលកន្លែងហ្នឹងហើយទៅរួចហើយយើងបញ្ជាក់វាមួយទៀតយើងដាក់ខណ្ឌមួយយើងដាក់ថា that I want you to use Khmer lip ដាក់លេខចុចមួយឬហើយយើងដាក់ Lipsync s អូខេយើងដាក់អញ្ចឹងរួចយើងសរសេរបន្តិចមកយើងដាក់ថាយើងចង់ឲ្យវានិយាយភាសាខ្មែរយើងសរសេរខ្មែរលេខហ្នឹងបន្តិចមកដាក់ថាសួស្តីបងចូលរៀនជាមួយខ្ញុំដោយឥតគិតថ្លៃយ៉ាងតែណាដោយឥតគិតថ្លៃក្នុង channel ចឹងហៅថាខ្ញុំដាក់នៅក្នុង channel ក្មេង DG អូខេយើងដាក់តែប៉ុណ្្នឹងមកហើយយើងsubmit ទៅបញ្ជាក់មួយទៀតបើសិនជាក្នុងករណីខ្លះយើងទៅ share ឲ្យវា generate ទៅយើងយកទៅ copy ដាក់ចូលទៅក្នុង VO3 ក៏ពេលខ្លះទៅវាអត់និយាយជាភាសាខ្មែរវាបែរជាអង់គ្លេសអញ្ចឹងទៅវាមានហេតុចៃដន្យឬក៏យើងដាក់ទៅគឺវាចំហ្មងណាអញ្ចឹងវាមានទាំងគុណវិបត្តិនិងគុណសម្បត្តិមិនប្រកាសថាយើងធ្វើដាក់ទៅវា generate ឲ្យយើងនិយាយភាសាខ្មែរស្រស់ៗទាំងអស់ទេអញ្ចឹងពាក់ព័ន្ធមួយហ្នឹងគឺវាអត់ទាន់ធ្វើការឲ្យយើងមើលទៅស្អាតពេញលេញទេណាបញ្ជាក់មែនតើបានមួយគឺយើងប្រើ account ផ្សេងគ្នាច្រើនណាស់ហើយក្នុងមួយ account យើងបង្កើតវីដេអូបានតែ10វីដេអូទេក្នុងមួយខែអញ្ចឹងបញ្ជាក់បងប្អូនម្ដងទៀតហើយតោះឥឡូវយើង submit ទៅកុំឲ្យខាតពេលអញ្ចឹងវានឹងធ្វើការ generate prompt ឲ្យយើងហើយអូខេអញ្ចឹងនេះ prompt យើងអាចធ្វើការ copy យើង copy ពី scene នេះmodem អធិស្ឋានយើង copy អានេះមក medium close up shot of Cambodian man his អញ្ចឹងដែរតែយើង copy មកកុំខ្វល់ច្រើនឥឡូវយើងចូលទៅយក account ណាមួយដែលអាច generate បានដោយសារនេះខ្ញុំប្រើអស់ហើយអូខេឥឡូវយើងទៅរក account មួយមកអូខេដល់ account របស់ខ្ញុំនេះអូខេនេះខ្ញុំបាន generate ហើយឥឡូវខ្ញុំចូល new chart ចុចលើ generate with VO3 យើង pass នៅ link របស់យើងហ្នឹងអញ្ចឹងយើងឆែកនឹងពិនិត្យមើលម្ដងទៀតអូខេនេះ Lipsync audio ខ្មែរហើយនេះយើងអាចលុបបានគឺយើងលុបទៅកុំឲ្យវាជាប់យ៉ាងញ៉ៃអញ្ចឹងយើងលុបចោលទៅអូខេ
យើងយកដាក់ប៉ុណ្ណឹងមកយើងថែមបន្តិចទៀតមកណាបើថាឥឡូវខ្ញុំថែមបន្តិចទៀតអូខេយើងដាក់ថាចុច subscribe មួយមកណាស្អីខុសទៀតចាប់ subscribe អូខេយើងឲ្យវាទៅ save ប៉ុណ្ណឹងមកហើយយើង generate ទៅហើយចាំវា3ទៅ5នាទីទៅអូខេឥឡូវវាកំពុងអត់ដើរអញ្ចឹងខ្ញុំឆ្លៀតបញ្យលមួយពាក់ព័ន្ធមួយការ generate prompt តិចអញ្ចឹងពាក់ព័ន្ធមួយការ generate prompt វាមាននេះវាមាន style របស់វាដែរអញ្ចឹងបើសិនជាបងប្អូនចង់ទៅសេជា prompt របស់ខ្លួនឯងអត់ចង់ប្រើ AI យើងចង់ប្រើនៅគំនិតរបស់ខ្លួនឯងក្នុងការ generate បងប្អូនអាចមើលទៅនេះបានអញ្ចឹង video prompt អញ្ចឹងយើងទៅសេ title របស់វាអញ្ចឹងនេះជាគេហៅថា title អញ្ចឹងបងប្អូនទៅសេមកនេះ Cambodian man ក្មេង DG ចឹងអាកន្លែងហ្នឹងយើងអត់ខ្វល់ទេគ្រាន់តែថាយើងទៅសេជា title មួយសិនបន្ទាប់មកយើងមាន scene យើងអាចបញ្ជាក់វាបន្តិចនៅលើហ្នឹងឬក៏បើយើងនៅក្នុង paragraph អីមួយអាចថាគេហៅវាថាsubtitle ក៏ជាចំណុចមួយសំខាន់ដែរអត់ដឹងខ្ញុំបញ្យល់ខុសឬក៏មិនខុសជាស្រ័យបើសិនជាបញ្យល់ឡើងខុសកន្លែងនេះគឺយើងទៅសេរៀបរាប់បន្តិចមកដូចយើងចង់បានអញ្ចឹងដូចគំនិតយើងចង់បានថាយើងឲ្យវា create prompt ពាក់ព័ន្ធមួយបរិសុជនជាតិខ្មែរម្នាក់ដែលគាត់និយាយទៅកាន់ audience របស់គាត់ឬក៏ទស្សនិកជនរបស់គាត់អញ្ចឹងកន្លែងនេះវាដាក់ថា Cambodian man in late យើងក៏ដាក់អាយុអីចឹងណាអត់ដឹងកន្លែងអាយុឬក៏អីហើយថាជាអាយុអញ្ចឹងអាយុប៉ុណ្ណេះ20ទៅខ្ទង់40នេះគាត់សម្លឹងទៅមើលកាមេរ៉ាអញ្ចឹងមានន័យថាគាត់ក្នុង AI វាបាន generate ថាឲ្យបរិសុម្នាក់ហ្នឹងគឺគាត់សម្លឹងទៅមើលកាមេរ៉ាអញ្ចឹងទៅកំណត់ឲ្យអញ្ចឹងនិយាយទៅកាន់ audience បែបដូចជាកំពុងតែថតវីដេអូអីមួយអញ្ចឹងណាហើយនឹង background ហ្នឹងវាមានអីខ្លះយើងប្រាប់ទៅនេះនៅក្នុង background ហ្នឹងនេះ office home យើងចង់ឲ្យនៅក្នុងណាយើងចង់នៅវាលស្រែយើងដាក់ឡើងហ្នឹងមកឡើង background ហើយកន្លែងនេះអត់សូវយល់ដែរវាអាចថាពាក់ព័ន្ធជាមួយនឹងសម្លៀកបំពាក់របស់គាត់អីចឹងទៅណាហើយមួយទៀត action and expression អញ្ចឹងអាចថាគាត់និយាយទៅពោពេញទៅដោយស្នាមញញឹមនិងភាពកក់ក្ដៅអីចឹងទៅយើងបន្ថែមឡើងហ្នឹងតិចទៅឬក៏បងប្អូនអាច copy កន្លែងនេះចូលទៅដាក់ក៏បានដែរណាហើយកន្លែង lip sync នេះគឺសំខាន់មែនទែន lip sync ឲ្យយកខ្មែរនេះ the man should be perfect lip sync និយាយថា follow ខ្មែរ audio ដោយនិយាយពាក្យថាសួស្ដីចឹងទៅអញ្ចឹងយើងទៅសេកន្លែងនេះគឺសំខាន់ណាគឺដើម្បីឲ្យ AI generate មកវានិយាយភាសាហ្នឹងហ្មងអូខេបើសិនជាអាចបងប្អូនអាចកត់លុបកន្លែងនេះទៅអញ្ចឹង AI វាដឹងថាយើងឲ្យវានិយាយបែបនេះហើយណាអញ្ចឹងបងប្អូនមួយការបញ្យល់របស់ខ្ញុំបើសិនជាមានចំណុចខ្វះខាតបងប្អូនអាចសួរមក Telegram ខ្ញុំផ្ទាល់បានហើយខ្ញុំទទួលនៅពេលដែលខ្ញុំទៅនេះខ្ញុំនឹងឆ្លើយតបទៅកាន់បងប្អូនណាហើយកន្លែងនេះគ្រាន់តែជាថាបើយើងនិយាយភាសាខ្មែររបស់យើងមានថាស៊ីងខ្មែរនេះគេសួស្ដីបងនេះចូលរៀនជាមួយអញ្ចឹងទៅតែយើងអត់ចង់ដាក់ក៏បានយើងលុបចោលទៅណាហើយនឹង visual style មានភ្លើងវាមានធ្វើម៉េចឲ្យវាច្បាស់កំណត់អីទៅតាមទាំងអស់អូខេតែប៉ុណ្្នឹងហើយនេះរបៀបក្នុងការសរសេរ prompt របស់បងប្អូនអាចយក style បែបនេះយកទៅសរសេរបានណាយើងអាច copy style នឹងយកទៅសរសេរបានហើយកន្លែងនេះខ្ញុំនឹងដាក់មកចូលនៅក្នុង website ហើយដើម្បីបងប្អូនចូលទៅយករបៀបសរសេរបែបនេះបានឬក៏សរសេរ prompt តាមខ្ញុំក៏បានបងប្អូនសរសេរទៅ create prompt for make a video for a Cambodian man speaking to his audience អញ្ចឹងទៅបងប្អូនចង់បែបណាយើងកែច្នៃកន្លែងនេះបន្តិចមកនេះកន្លែង Cambodian man អីចឹងបងប្អូនចង់បែបជាស្ត្រីខ្មែរឬក៏ជាបែបមិនយើងអាចកែពីធម្មនេះបកបានដូចហើយចង់ឲ្យគាត់និយាយភាសាខ្មែរអញ្ចឹងគេថា I want you to use ខ្មែរ lip sync យើងដាក់ចុចមួយសួស្ដីបងប្អូនឬក៏ដាក់សញ្ញាថ្មីកំដរឡើងនេះមួយចឹងណាដើម្បីបញ្ជាក់ថាកន្លែងនេះគឺជាខ្មែរ lip sync អូខេអញ្ចឹងយើងចូលទៅមើលវីដេអូដែលយើង generate មិញហ្នឹងសិនដោយសារពេលខ្លះវាអាចនឹង generate មកហើយយកបានចង់មើលអូខេឥឡូវយើងអាច play សារមើលបាននេះជាវីដេអូដែលយើងបាន generate មិញហ្នឹងថាអធិស្ឋានមែនទេច្រឡំ account ច្រើនពេកអូខេយើងចូលនេះអូខេឥឡូវយើងបើកមក Hello everyone. Join my free classes on the Khmer Digi channel. Please subscribe
អូខេដូចជាស្ដែងខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងកាលណាតែយើងទៅសេពេលខ្លះទៅវាយើងអត់បញ្ជាក់វាច្បាស់គឺវា and ចេញជាភាសាអង់គ្លេសឥឡូវយើង copy សារថ្មីយើងយកទៅដាក់ account ថ្មីវិញសម្រាប់ខ្ញុំបើសិនជាក្នុងករណី account នេះវា generate មកជាភាសាអង់គ្លេសខ្ញុំនឹងដាក់ទៅថ្មីហើយយើងកែប្រមបន្តិចវាអាចមានអញ្ចឹងអូខេយើងចូលទៅក្នុង account ថ្មីសិនអូខេខ្ញុំចូល account ថ្មីបញ្ជាក់បងប្អូនក្នុងករណីថាបងប្អូនចង់បង្កើតវីដេអូបែបហ្នឹងបងប្អូនទៅបង្កើត account ឲ្យច្រើនបន្តិចណាដោយសារយើងបង្កើតមួយ account បានតែ10វីដេអូទេក្នុងmy channel អញ្ចឹងហើយយើងអាចកែបន្តិចមកអញ្ចឹងហើយយើងកែកន្លែង audio នេះបន្តិចភាសាមិញហ្នឹងគឺវានិយាយខុសយើងលុបអានេះទៅវាមិននិយាយខុសទេគឺវានិយាយភាសាអង់គ្លេសមិននិយាយភាសាខ្មែរអញ្ចឹងយើងអាចដាក់ថាកន្លែងនេះLeipzig ខ្មែរ language អញ្ចឹងដែរយើងថែមវាបន្តិចទៅហើយយើងប៉ុណ្ណឹងយើងអាចចុច generate បានយើងអាចមើលព្រមពីខាងលើបន្តិចដោយសារពេលខ្លះវាអាចនឹងខុសអញ្ចឹងយើងអាចកែយើងបញ្ជាក់ឡើងនេះបន្តិចមកថា speak in ខ្មែរព្រោះពេលខ្លះយើងចង់ឲ្យវានិយាយខ្មែរវាអត់និយាយទេវាអត់ធ្វើតាមយើងក៏មានដែរវានិយាយបែបអត្ថន័យទៅភាសាអង់គ្លេសវិញឥឡូវយើង generate ប្រើនេះវិញដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងគឺយើងត្រូវតែត្រៀមអញ្ចឹងព្រោះថាព្រមខ្លះគឺវាអត់ generate បែបខ្មែរយើងបែរទៅចេញអង់គ្លេសវិញអូខេឥឡូវយើងចាំវាសិនទៅអូខេឥឡូវបន្ទាប់ពីយើងអង្គុយចាំវា generate ឲ្យឥឡូវវា generate ឲ្យយើងហើយនេះវីដេអូដែលយើងបាន generate ឥឡូវយើងអាច play សារឥឡូវយើងបើកសំឡេងលឿនតិចសួស្តីបងចូលរៀនជាមួយខ្ញុំដោយអត់គិតថ្លៃក្នុង channel ខ្មែរ DG ចុច subscribe មួយមកសួស្តីបងចូលរៀនជាមួយខ្ញុំដោយអត់គិតថ្លៃក្នុង channel ខ្មែរ DG អូខេនេះគឺជាវីដេអូមួយដែលវាបាន generate ឲ្យខ្ញុំហ្នឹងដោយប្រើប្រមមួយនេះអូខេក្នុងករណីបងដែលគាត់ចង់បានប្រមមួយនេះប្រើបងប្អូនអាចចូលទៅក្នុង channel ក៏បានឬក៏ចូលទៅក្នុង channel YouTube ខ្ញុំនឹងដាក់ link នៅក្នុងdescription ជូនបងប្អូនអាចយកទៅ copy ប្រើប្រាស់បានកែបន្តិចតួចទៅអញ្ចឹងរបៀបប្រើប្រាស់ប្រមឬក៏ generate ប្រមខ្ញុំអាចខ្ញុំបង្ហាញនៅក្នុងវីដេអូមិញហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលបានហើយធ្វើតាមឬអនុវត្តតាមបានមានចង្អល់គឺអាចសួរខ្ញុំបានមួយទៀតបងប្អូនបើសិនជាបងប្អូនចង់បានជាប្រភេទ account CapCut Pro ឬក៏ Canva អីឬក៏ license Windows អីផ្សេងបងប្អូនតាក់ទងមកខ្ញុំមកជួយទិញមួយម្នាក់ទៅដើម្បីជាការ support មកដល់ខ្ញុំបានអញ្ចឹងណាព្រោះថាវីដេអូបរិញ្ញាបត្ររបស់ខ្ញុំគឺខ្ញុំអត់គិតថ្លៃទេហើយរាល់ការដែលបងទៅទិញពីខ្ញុំក៏ខ្ញុំទទួល support បងប្អូនដែរខ្ញុំទទួល support ទទួលដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធមួយការប្រើប្រាស់ AI ឬក៏ license ឬក៏ account ដែលបងទិញពីខ្ញុំគឺខ្ញុំនឹងផ្ដល់ព័ត៌មានទៅតាមហ្នឹងខ្ញុំទៅនេះខ្ញុំនឹងឆ្លើយទៅតាមហ្នឹងទៅព្រោះការងារខ្ញុំមានដែរអញ្ចឹងណាវាអាចថាខ្ញុំទៅនេះរវល់តិចតួចហើយខ្ញុំក៏អាចនឹងអត់បានចូលមើលអញ្ចឹងណាក្នុងករណីយើងសួរហើយនេះខ្ញុំអត់គិតថ្លៃទេវគ្គនេះគឺបងយកទៅរៀនទៅអូខេអរគុណច្រើន